នេះគឺជាមុខម្ហូបងាយៗលក្ខណៈគ្រួសារចាដែលងាយស្រួលក្នុងការចម្អិនបំផុតចាងាយស្រួលក្នុងការធ្វើមិនចំណាយពេលយូរដោយយើងប្រើចង្ក្រានអគ្គិសនីយើងចឹងទៅប្រឡាក់ជាមួយនឹងគ្រឿងមានប្រេងខ្យងចាជាមួយនឹងបង្គាឥឡូវហ្នឹងពួកយើងធ្វើការជោគប៊ឺហើយយើងដាក់ប៊ឺចូលចាដាក់ប៊ឺចូលទៅហើយបង្គារបស់យើងកាន់តែឈ្ងុយពេលយើងដាក់ប៊ឺចឹងទៅធ្វើឲ្យបង្គារបស់យើងឈ្ងុយយើងប្រែវាបង្គាអត់ចាំបាក់ណែឆ្អិនពេកទេព្រោះអីបង្គាហ្នឹងគេអ្នកខ្លះគេញ៉ាំឆៅចាបើអ្នកខ្លះគាត់ត្រូវការឆ្អិនគាត់ឆ្អិនខ្លាំងក៏ដាក់រឿងឆ្អិនខ្លាំងទៀតទៅចាដោយចំណង់ចំណូលចិត្តពូមានភាពងាយស្រួលមែនទែនសម្រាប់ការដាំស្លអគ្គិសនីបែបនេះចាហើយនេះទឹកក្តៅយើងដាំពុះហើយយើងក៏ស្លបង្គាដែរចាអញ្ចឹងយើងធ្វើការដាក់បង្គាចូលយើងស្ងោរជ្រូកបង្គាមួយមុខហើយនឹងជៀនបង្គាមួយមុខយើងដាក់វាចូលដាក់ស្រុះแบบនេះទៅឃើញថាឈ្ងុយមែនតើបង្គារបស់យើងគឺឆ្អិនហើយយើងចាប់វាចេញដើម្បីធ្វើការដាក់បង្គាថ្មីចូលចាឃើញថាឈ្ងុយមែនទេហើយយើងក៏ត្រឡប់បង្គាយើងទៅចានេះគឺសម្លរបស់យើងក៏ឆ្អិនដែរចាដើម្បីមានជាតិផ្ទុះខាងយើងត្រូវដាក់ដុំស្ងោរម្ដុំទៅធ្វើឲ្យទឹករបស់យើងកាន់តែឈ្ងុយឆ្ងាញ់ហើយកុំភ្លេចម្សៅខ្នុរបន្តិចទៅហើយអំបិលស្ករម្រេចអីចេញគឺត្រូវតែដាក់ដែរចាពីស្ករបន្តិចទៅហើយចេញខាងម្ហូបរបស់យើងគឺរួចរាល់ហើយគួរឲ្យចង់ញ៉ាំមែនទេលក្ខណៈស្ងោរជ្រូកងាយមុខម្ហូបបែបនេះគឺងាយមែនទែនបងប្អូនយើងអាចសាកធ្វើញ៉ាំនៅផ្ទះបានបង្គារបស់យើងគឺថាឆ្អិនហើយឆ្អិនលឿនមែនទែនទៅត្រាំអគ្គិសនីបែបនេះចឹងសាកធ្វើញ៉ាំទាំងអស់គ្នាណាបងប្អូន